បាទសួស្តីបងប្អូនទាំងអស់គ្នានឹងថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបដំឡើង YouTube ពេលបងបើកបងអាចមើលបានបងប្អូនណាបាទអញ្ចឹងដំបូងដំបូងយើងត្រូវតែមាន flash មួយបងប្អូនបាទបន្ទាប់ពីយើងមាន flash ហើយបងប្អូនចំណុចហ៊ានទី2បងត្រូវតែមាន computer បាទអញ្ចឹងយើងចូលទៅកាន់ computer បងប្អូនត្រូវតែ format បាទ flash បងប្អូនឲ្យទៅជា FA32 បងប្អូនណា format ចោលអស់ទៅហើយចាំបងប្អូនបាទបង្កើតជា folder ដូចខ្ញុំបាទឲ្យមើលនេះបងប្អូនបាទក៏ប៉ុន្តែក្នុង flash អត់មានអីទេទីសារខ្ញុំដោតហើយអញ្ចឹងបង្កើតពាក្យហ្នឹងបងប្អូនណាបង្កើតជា folder ពាក្យដូចគ្នាអញ្ចឹងមកបាទបន្ទាប់មកបងប្អូនបាទ copy file ដែលខ្ញុំតម្លាក់ឲ្យហ្នឹង2 file 3 file មក copy paste ចូលក្នុង flash ហ្នឹងទៅបងក្នុងfolder ហ្នឹងណាបងប្អូនបាទ copy paste ឲ្យចូលក្នុង folder ហ្នឹងទៅបាទចូល file ដែលបងប្អូនដែលខ្ញុំតម្លាក់ឲ្យបងប្អូន paste ចូលក្នុង folder ដែលខ្ញុំបញ្ជាក់ក្នុងមិញបងប្អូនណា third party app ហ្នឹងបងប្អូនបាទបងប្អូន paste ចូលរួចរាល់ហើយបងប្អូនអាចយកបាទដក flash ទៅ reject flash ចេញមកបងប្អូនចូលទៅក្នុងកាន់ LAN របស់បងប្អូនបាទកាន់ LAN របស់បងប្អូនដោតនៅក្នុង USB បងប្អូនណាបាទអញ្ចឹងបងចូលទៅបងប្អូនដោតកន្លែង USB ទៅបាទកន្លែងណាដែល USB របស់ LAN បងប្អូនវាខុសគ្នាទីតាំងខុសគ្នាចឹងបងប្អូនដោតចូលបាទចឹងបងប្អូនដោតចូលដូចខ្ញុំបងប្អូនណាបាទខ្ញុំដោតនៅខាងក្រោមនេះបាទបន្ទាប់ពីខ្ញុំដោតហើយវានឹង load បងប្អូននេះវានឹង load ផ្ទាំងពណ៌សទាមទារ password ហើយ password នេះខ្ញុំនឹងតម្លាក់ហើយវានឹង load ផ្ទាំងបែបនេះបងប្អូនណាបាទផ្ទាំងដែល file យើង copy paste ហ្នឹងបងប្អូនចុច select install វាទៅហើយបន្ទាប់មកបងចូលទៅកាន់កម្មវិធីយើងអីផ្សេងបានបងប្អូនដែលប្រើប្រាស់បាទដូចជាកម្មវិធីយើងដាក់មកកម្មវិធីបាទនេះយើងអាចមើល YouTube បងប្អូនបានហើយបងប្អូនណាបាទយើងអាចចូលទៅកាន់ប្រព័ន្ធហ្នឹងបើបងប្អូនណាគាត់មើលអត់យល់មើលអត់ឆ្ងល់អីអាចចម្ងល់ឆាតសួរខ្ញុំតាម Telegram បញ្ជាក់ថែមទៀតខ្ញុំនឹងធ្វើការបាទឆ្លើយតបជូនបងប្អូនណាបងប្អូនបាទបងប្អូនធ្វើអត់បានណាបាទអញ្ចឹងយើងអាចមើល YouTube មើលអីផ្សេងនៅក្នុងបាទរថយន្តរបស់យើងហើយយើងអាចមើលពេលយើងបើកបរបានទេបងប្អូនគេបាទចឹងពេលយើងបើកបរយើងអាចមើល YouTube មើលតុក្កតាអីដែលមានក្មេងទូចគឺចំណេញដែរចឹងបងប្អូនដែលចាប់អារម្មណ៍បាទចង់ដំឡើងបាទ YouTube មើលបានមកអាចតាក់ទង Telegram ខ្ញុំ010 339 658អរគុណបាទនឹងបងប្អូនចឹងតាក់ទងនឹងការប្រើប្រាស់រថយន្តអគ្គិសនីបាទនឹងបងប្អូនដែលមានបំណងចង់ទិញរថយន្តអគ្គិសនីឬមួយចង់លក់រថយន្តអគ្គិសនីអាចទំនាក់ទំនងមកខ្ញុំបានបាទខ្ញុំទទួលជួយទិញជួយលក់បាទសេវាកម្មជួយបងប្អូនហើយបងប្អូនដែលត្រូវការគ្រឿងតុបតែងរថយន្តបាទដែលខ្ជិលកំងខ្លួនឯងអាចកំងពីខាងខ្ញុំបានទទួលបាន